ចានេះគឺជាមេរៀនទី2ហើយនឹងម៉ូដទី2ការបង្រៀនលើកនេះគឺខ្ញុំនឹងបង្រៀនអំពីទ្រឹស្ដីសិនបងប្អូនហើយសម្រាប់បងប្អូនដែលចង់ចេះបងប្អូនអាចចោះឈ្មោះចូលរៀនបានមិនថាវគ្គអនឡាញមិនថាវគ្គខ្លីមិនថាវគ្គពេញឬក៏សម្រាប់បងប្អូនដែលចង់ឲ្យខ្ញុំចោះទៅបង្រៀនផ្ទាល់នៅដល់ផ្ទះឬក៏សម្រាប់បងប្អូនចង់មករៀនផ្ទាល់ដល់ហាងក៏បានប៉ុន្តែបើចង់ឲ្យខ្ញុំទៅបរៀនផ្ទាល់នៅផ្ទះហ្នឹងអាហ្នឹងសម្រាប់តែបងប្អូននៅក្នុងទីរួមខេត្តស្ទឹងត្រែងតែប៉ុណ្ណោះហើយការរៀនទៅដល់ផ្ទះគឺតម្លៃផ្សេងមករៀនដល់ហាងគឺតម្លៃផ្សេងរៀនតាមអនឡាញគឺតម្លៃផ្សេងអញ្ចឹងខ្ញុំបញ្ជាក់ច្បាស់សម្រាប់បងប្អូនដែលគាត់ឆាតសួរខ្ញុំថាចុះបរៀនដល់ផ្ទះតម្លៃប៉ុន្មានបរៀនគាត់មករៀនដល់ហាងតម្លៃប៉ុន្មានហើយអីក៏គាត់ថាចុះមកបរៀនដល់ផ្ទះមិនក៏ថ្លៃជាងដែលគាត់រៀនតាមអនឡាញមករៀននៅហាងផ្ទាល់ចាបងប្អូនបែងចែកឲ្យច្បាស់ណាបងប្អូនទៅរៀនដល់ផ្ទះបងប្អូនគឺខ្ញុំត្រូវចាយក្នុងការធ្វើដំណើរចាក់សាំងចាក់អីចឹងណាចឹងហើយទើបខ្ញុំគុណលុយចាក្នុងការធ្វើដំណើរហើយក្នុងការចាក់សាំងម៉ូតូសាំងអីចឹងទៅចឹងមកបងប្អូនអត់ចង់ចំណាយលុយអស់ច្រើនបងប្អូនអាចមករៀនផ្ទាល់មកឬក៏រៀនតាមអនឡាញក៏បានដែរគ្រាន់ថារៀនតាមអនឡាញវាមិនដូចក្នុងការដែលយើងមករៀនផ្ទាល់ទេតែរៀនតាមអនឡាញក៏វាចេះដូចគ្នាដែរឲ្យតែបងប្អូនខិតខំប្រឹងប្រែងតស៊ូខ្លួនឯងនៅពេលដែលខ្ញុំដាក់ម៉ូដជូនបងប្អូនត្រូវតែខិតខំប្រឹងប្រែងត្រូវធ្វើវាឲ្យបានធ្វើម្ដងមិនស្អាតធ្វើ2ដងធ្វើ2ដងមិនស្អាតធ្វើ3ដងដោយរបៀបគូវបែបនេះចឹងបងប្អូនឃើញនៅពេលដែលខ្ញុំយកទឹកថ្នាំយកទឹកថ្នាំនៅពេលដែលខ្ញុំគូដំបងឡើយហ្នឹងគឺខ្ញុំគូយកដកស្អាតណាប៉ុន្តែពេលដែលខ្ញុំទាញវានៅខាងកតុយវាមកគឺវាអត់ធំទេគឺវាឆ្មាទូចស្អាតចឹងណាបងប្អូនមើលទៅគឺវា smooth ស៊ីគ្នាចឹងវាអត់ធំវាទូច